ក្មេងៗគឺចូលចិត្តហូបចំហុយនេះមែនតើបងប្អូនមិនថាកូនខ្ញុំមិនថាកូនប្រុសបារាំងទេគឺចូលចិត្តមែនតើអាច jelly វានេះអាចចំហុយនេះវាមានរសជាតិផ្លែឈើគ្រប់មុខទាំងអស់ហើយពណ៌ខៀវនេះគឺរសជាតិខូចឆ្មាពណ៌ខៀវយើងឯងបងប្អូនគឺជូរអែមឆ្ងាញ់មែនតើខ្ញុំចូលចិត្តធ្វើហូបអត់តែខែរៀងក្តៅតិចតិចអីយើងធ្វើឲ្យដាក់ទូទឹកកកត្រជាក់ហូបទៅឆ្ងាញ់ហើយវិធីធ្វើរបស់គេគឺស្រួលមែនតើគេប្រាប់យើងដាក់ទឹកប្រមាណនេះប្រមាណតាមប្រអប់វាណាហាងបារាំងមានលក់ហើយនៅវូអាខូអីគឺមានលក់ហើយបងប្អូនមកប្រអប់វាហ្នឹងគឺដាក់ទឹកប្រហែលជា450មីលីលីត្រទេអត់ដល់500ទេណាហើយគឺឆ្ងាញ់មែនតើនិយាយទៅអត់មានចាំបាច់ប្រើស្ករប្រើខ្ទិះដូងឲ្យដូចយើងទេយើងគ្រាន់ដាក់ទឹកមុនដំបូងយើងត្រូវលាយទឹកក្តៅយើងត្រូវដាក់ចំណុះ2ឲ្យ50សិនដាក់ទឹកក្តៅដាំពុះហ្មងណាដើម្បីយើងកូរឲ្យវាលាយស្ករព្រោះចំហួយវាហ្នឹងម្សៅវាមានស្ករស្រាប់ណាតែចឹងយើងត្រូវកូរជាមួយទឹកក្តៅឲ្យវាលាយស្ករសិនហើយបាទយើងចាក់ទឹកត្រជាក់ប្រហែលជា200ថែមពីលើទៀតទៅជាការស្រេចចាបងប្អូនវិធីធ្វើគេគឺស្រួលមែនតើហើយយើងកូរធ្វើម៉េចឲ្យស្ករវាលាយបានល្អទៅហើយយើងចាក់ចូលក្នុងចានឬបងប្អូនមានកែវតូចបងប្អូនដាក់ក្នុងកែវទៅហើយដាក់ក្នុងទូទឹកកកឲ្យវាត្រជាក់ទៅបានហូបបាទកូនពើខ្ញុំក៏មកភ្លាមឃើញមានតែចំហួយហ្នឹងគឺអហ្មងបើកមកភ្លាមហូបអស់ពាក់កណ្ដាលតែឯងហ្នឹងប្រកាសហូបទេណាតែសល់ប៉ុន្មានម៉ែវាភ្លក់វិន